សូមស្វាគមន៍មកកាន់ភូមិនិទាន TV បើបងប្អូនចង់ទស្សនាគំនូរជីវចលជាភាសាខ្មែរសូមកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទស្សនាវីដេអូថ្មីៗទៀតសូមអរគុណរឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានទ្រព្យសម្បត្តិគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពេលដែលប្រពន្ធគាត់អនិច្ចកម្មទៅគាត់ក៏ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេគាត់នៅជាមួយនឹងកូនប្រុសអស់1ឆ្នាំក៏មានការលំបាកដោយខ្វះស្ត្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយថែទ្រព្យសម្បត្តិកំពឹកកំពប់ក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីមកនៅជាមួយថែមទាំងចែកទ្រព្យសម្បត្តិអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់ក៏រកប្រពន្ធឲ្យកូនទី2ហើយក៏បានចែកទ្រព្យសម្បត្តិមួយចំណែកដូចគ្នាតមកគាត់ក៏រៀបការឲ្យកូនទី3ហើយក៏ចែកទ្រព្យសម្បត្តិមួយចំណែកទៀតលុះ1ឆ្នាំក្រោយមកគាត់ក៏បានរៀបការឲ្យកូនទី4ហើយក៏បានចែកទ្រព្យសម្បត្តិមួយចំណែកទៀតផងដែរនៅសល់តែផ្ទះមួយខ្នងដែលគាត់ពុំបានចែកព្រោះគាត់គិតថាគាត់ទុកផ្ទះនេះដើម្បីរស់នៅទាំងអស់គ្នាមូលហេតុដែលគាត់ចែកទ្រព្យសម្បត្តិឲ្យកូនអស់ពីខ្លួនពីព្រោះគាត់គិតថាដើម្បីឲ្យស្រឡះខ្លួនគាត់ហើយនៅស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញប៉ុន្តែអ្វីវាមិនដូចការគិតរបស់គាត់នោះឡើយកាលដែលគាត់នៅជាមួយកូនប្រុសទាំង4កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធរៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គីបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើតក៏ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ចោលតាដែលជាឪពុកពុះម៉ាយឲ្យនៅតែឯងអាចកោអនាថាកាលកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកថ្មីនៅហុចបាយហុចចំណីឲ្យឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បងអង្គជូនបាយទឹកឪពុកក្មេកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរទៅតានោះជួនមានបាយជួនអត់បាយហូបដល់ពេលប្តីវិលមកពីរកស៊ីវិញក៏បានស្ដីបន្ទោសប្រពន្ធហើយនាងជាភរិយាក៏ដោះសារថាខ្លួនឈឺខ្លះទៀតក៏ដោះសារថាខ្លួនរវល់ទៅជួបសាច់ញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីនោះក៏វាតាមទាំងអស់ហ្នឹងចំណែកលោកតាពុះម៉ាយអត់បាយគ្មានសម្លៀកបំពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរងទុក្ខវេទនាពន់ពេកនឹងលូកផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានចម្រុកទៀតផងកាលនោះមានបរិសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសជាច្រើនដែលមានផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នោះក៏មានចិត្តអាណិតក្រៃពេកហើយក៏សួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានក្រនបើដែរតើហើយឪពុកម្ដាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនឥឡូវលោកតាក៏វេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់តែ4នាក់ដែរតើមិនក៏ពួកវាមិនមើលថែលោកតាសោះអញ្ចឹងក្រែងទ្រព្យសម្បត្តិលោកតាមានសល់ទុកខ្លះដែរមិនក៏លោកតាមិនយកមកទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់នោះក៏ប្រាប់វិញថាអូលោកចៅអើយអ្នកបងអីពីដើមតាមានទ្រព្យសម្បត្តិក៏ពិតមែនប៉ុន្តែដោយតាអាណិតស្រឡាញ់កូនវាខ្លាំងពេកក៏ចែកទ្រព្យសម្បត្តិឲ្យវាអស់ទៅហើយគិតថាវាចិញ្ចឹមតាវិញមានអីវាមានប្រពន្ធមានកូនទៀតវាឃើញឯងអស់ទ្រព្យសម្បត្តិពីខ្លួនវាលែងនឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរោងក្តាមក៏វាចូលដែរចៅអើយខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងផងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោគខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ
ដូចចៅឃើញស្រាប់ហើយតាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅ ចៅកំឡោះនោះក៏លាន់មាត់ថាយីអើកូនតាអីក៏មានចិត្តអាក្រក់ដល់ម្លឹងបើអញ្ចឹងមែនលោកតាកំភៃខ្ញុំមានល្បិចមួយធ្វើឲ្យលោកតាបានសុខទាំងកាយសប្បាយទាំងចិត្តដូចដើមអញ្ចឹងលោកតាធ្វើតាមខ្ញុំសូមលោកតារកពីងតូចល្មមជុះអាចនឹងនោមដាក់ចូលក្នុងនោះហើយរកសម្ពុតរុំបិទមាត់ឲ្យជិតជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះហើយបើមាននរណាដើរមកសូមលោកតាប្រាប់គេថាខ្ញុំនៅសល់មាសប្រាក់មួយពីងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយទេចាំមើលកូនណាដឹងគុណខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកំខានក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះសូមតាកុំដើរសំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកំព្រួយតាចាស់ក៏តាំងចិត្តធ្វើតាមចៅចិត្តសប្បុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះក៏បានដឹងដល់កូនប្រុសកូនប្រសាទាំង8នាក់ដោយសារវាមានចិត្តលុបលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណជូនលោកតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈាមស្របោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4និងកូនប្រសាក៏នាំគ្នាគិតគោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាពគ្នានាំតែឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមកម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មានប្រាក់ច្រើនដល់ទៅ1ពីងគាត់ចង់បានមួយចំណែកដែរហើយគាត់ក៏គិតក្នុងចិត្តថាអញជាមេចំណែកអញត្រូវបានចំណែកច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រះមកផ្ទះកំណប់ភ្លាមហើយយកភួយធំមួយមករុំជួតក្បាលធំទើងមើងធ្វើឲ្យខូងកណ្ដាលដោយគេទូលជើងឆ្នាំងផ្ងាហើយក៏អង្គុយពេនភ្នែនលើដីរៀបរលេងថ្មិចភ្នែកសង្រួមស្មឹងស្មាតឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅកោះពីងយកមកប៉ុន្តែគាត់ហាមថាកុំអាស្រ័យមាត់ពីងក្រែងខុសត្រណមចាំគាត់បង្គាប់សិនលុះយកពីងមកដល់គាត់ក៏ឲ្យកូនទាំង4ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពីងទ្រស្ទួយបិទទូលើក្បាលហើយសឹមស្រែកចំណងមាត់នាំគ្នាផ្អៀងមាត់ពីងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុណ្ណាត្រូវបានទៅអ្នកឈរកំណាន់ទិសនោះបើកំណប់ណានៅសល់ទៅលើឈ្នួតក្បាលត្រូវបានជារង្វាន់របស់គ្រូទាំងអស់កូនទាំង4ក៏នាំគ្នាចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងឡើយភរិយាទាំង4នាក់ក៏ឈរកាន់កញ្ជើរៀងខ្លួនដើម្បីចាំកើបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកចិត្តខាងចាំមើលផងដែរនិមិត្តតែគេលើកពីងបិទចូលរួចស្រាយមាត់ពីងផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលេមុខច្រើនខួបហូរឆស្រោចលើក្បាលលោកគ្រូពេញហើយខ្ចាត់បាច់សាច់ចេញទៅគ្រប់ទិសប្រឡាក់ប្រឡូសពីពេញមុខមាត់ខោអាវសម្ពុតរហូតដល់នាងប្រពន្ធ4នាក់ទៀតផងលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលអស់ប្រញាប់រត់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដៃអាដៃទាំងអស់គ្នាហ្នឹងអាមេអស់នេះធ្វើបាបខ្មោចឪពុកវាច្រើនហើយមើលទៅបានជាកំណប់មាសប្រាក់អន្តរាយខ្លាយទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមាសផេះអស់នេះវាខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តារក្រហាយស្ដាយក្រោយខ្មាស់គេតកូនចៅសូមអរគុណចំពោះការទស្សនាសូមចុច Subscribe ដើម្បីទស្សនាវីដេអូផ្សេងទៀតសូមអរគុណ